បាទអានេះពូជ Stella បាទវាឈ្មោះថា Stella តែ Stella នេះវាបាទវាធំដែរតែផ្លែវាឆ្ងាញ់មានក្លិនប្រហើរហើយផ្អែមជាប់មាត់ដូច strawberry ប្រភេទ Seascape ដែរគាត់ថា Seascape វាទូចជាងពួក Stella បាទនេះនៅសួនរបស់អ្នកស្រីស៊ីវ៉ាន់ធឿនគាត់ចាប់ផ្ដើមប្រមូលផលបដាហើយកសិដ្ឋានធំរបស់ខ្ញុំគឺយើងចិត្តអស់ក៏ចិត្តអស់បដាដែរបាទសួនរបស់អ្នកស្រីស៊ីវ៉ាន់ធឿនគាត់ដាំក្រោយនៅលើដីនេះបាទហ្នឹងហើយកន្លែងសួនអ្នកស្រីស៊ីវ៉ាន់ធឿនគឺគាត់មិនបានផ្ដោតទៅលើផ្លែទេបាទគឺគាត់ផ្ដោតទៅលើការដាំតបតែងបាទហ្នឹងហើយតតែឆ្នាំក្រោយបានគាត់ចាប់ផ្ដើមសហការធំជាមួយខាងអភិសិទ្ធតែម្ដងហើយយើងនឹងសកម្មបាទគាត់នឹងចោះសកម្មចោះដៃសកម្មជាមួយខាងខ្ញុំបាទពួកនេះនៅសួនអ្នកស្រីស៊ីវ៉ាន់ធឿននេះគាត់ធ្វើការពិសោធន៍នៅឡើយទេបាទទោះបីជាមានខ្ញុំជាអ្នកបច្ចេកទេសហើយយក strawberry ខាងខ្ញុំមកធ្វើជាចំណុចកណ្ដាលសម្រាប់ចែកចាយហើយនឹងធ្វើការវិនិយោគបាទអញ្ចឹងនៅឆ្នាំក្រោយឆ្នាំទៅមួយទៀតយើងធ្វើជាលក្ខណៈទ្រង់ទ្រាយធំបាទហើយគាត់យកពូជច្រើនបាទអញ្ចឹងគាត់ពូជនេះក៏គាត់យកហើយពូជធំដែលពិបាកដាំហ្នឹងបាទក៏គាត់យកបាទដោយសារតែគាត់មានជំនឿជឿជាក់លើកសិដ្ឋានអភិសិទ្ធបាទអញ្ចឹងក្រោមគម្រោងដឹកនាំរបស់អភិសិទ្ធខាងខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាពបាទមិនថាគាត់ជាសហសម្ព័ន្ធទី9ឬក៏ទីប្រមាណទេអញ្ចឹងខាងកសិដ្ឋានអភិសិទ្ធនៅតែយកចិត្តទុកដាក់ចំពោះបងប្អូនទាំងអស់បាទចាប់ពីនេះយើងអត់មានបញ្ហាអីទេតែមួយរយៈមុនធ្លាក់ខ្យល់ខ្លាំងហើយខ្យល់បក់មកពីទិសខាងត្បូងបាទវាធ្វើឲ្យ strawberry របស់គាត់មួយចំនួនធំហ្នឹងត្រូវខាតបង់គាត់បានខូចខាតពីដំណាក់កាលទី1គឺនៅទឹកឡើងខែ9ខែ10បាទភ្លៀងជោកជាំហ្នឹងបាទនៅដំណាក់កាលទី2នេះគឺវាមានជំងឺម្យ៉ាងឬក៏អាចហៅបានថាបដាសាយរុក្ខជាតិវាมันមាននរណាគេថាវាជាបដាសាយរុក្ខជាតិប៉ុន្តែខ្ញុំគិតថាវាឲ្យឈ្មោះមួយថាបដាសាយ strawberry បាទព្រោះគេទទួលឥទ្ធិពលត្រជាក់និងដំណក់សន្សើមពីបរិយាកាសដែលយើងឲ្យឈ្មោះថាសន្សើមដំណក់សន្សើមប្រៃនេះឬក៏យើងអាចហៅម្ចាំទៀតថាសន្សើមអាស៊ីតបាទព្រោះសន្សើមអាស៊ីតនេះវាមិនមែនមានតែគ្រប់កន្លែងទេវាដោយតំបន់បាទដូចជាកសិដ្ឋាន strawberry របស់ខ្ញុំនៅជួរភ្នំកវានគឺវាអត់មានខូចខាតអីទេវាល្អមណ្ឌលគិរីក៏ល្អបាទហើយនៅម៉ាឡៃក៏ល្អអញ្ចឹងតែខុសត្រង់កសិដ្ឋាន4កន្លែងនៅភ្នំពេញបាទរបស់អ្នកស្រីស៊ីវ៉ាន់ធឿនហើយនឹងសិក្ខាកាមរបស់ខ្ញុំ3 4នាក់ទៀតក៏គាត់ជួបបញ្ហារឿង strawberry ទទួលជំងឺសន្សើមប្រៃហ្នឹងបាទយើងអត់ទាន់មានការព្យាបាលអត់ទាន់ឃើញការព្យាបាលទេអញ្ចឹងវិធីការពារយើងមានការពារមុនគឺ strawberry យើងអាចការពារមុនគឺដោយយើងប្រក់ដំបូល UV បាទហុំសណាញ់ឬក៏បិទទាំងកន្មាត់ UV តែម្ដងហ្នឹងហើយយើងអញ្ចឹងបានអាចឲ្យ strawberry របស់យើងល្អបាទនេះក៏យើងដាំជាលក្ខណៈ natural បាទជា nature ជាលក្ខណៈធម្មជាតិនៅលើដីបាទនេះជាដីឥដ្ឋទេមិនមែនជាដីលបាយខ្សាច់ឬក៏ជាដីដែលមានជីជាតិទេប៉ុន្តែវាអាស្រ័យទៅលើបច្ចេកទេសយើងគ្រាន់តែផ្អែកទៅលើទ្រឹស្ដីមួយថាដីគ្រាន់តែជាស្រទាប់លើឯងបាទ
បាទយើងយល់ថាដីជាស្រទាប់លើយើងអាចដាំដំណាំអីក៏បានដែរសំខាន់គឺបច្ចេកទេសឲ្យតែយើងមានបច្ចេកទេសច្បាស់លាស់យើងដាំបានហើយបាទសំខាន់តើកសិដ្ឋានដែលយើងចង់ដាំហ្នឹងដំណាំដែលយើងចង់ដាំយើងមានបច្ចេកទេសដឹកនាំអត់បើមានបច្ចេកទេសដឹកនាំគាត់បកស្រាយគាត់បញ្យល់ច្បាស់លាស់គាត់មានបេះដូងសុចរិត strawberry ឬក៏ដំណាំថ្មីដំណាំប្លែករបស់គាត់នឹងដាំបានផលមិនថាប៉ោមមិនថា cherry បាទអញ្ចឹងដំណាំគាត់ទទួលបានផលបាទ strawberry មករងជួននេះគឺវាផ្កាទាំងអស់ហើយបាទអូខេនេះខ្ញុំបង្ហាញខ្លីៗខ្ញុំបង្ហាញតែនាទីខ្លីៗទេសម្រាប់ឲ្យបងប្អូនដែលបានជឿជាក់ទៅលើកសិដ្ឋានក្នុងការបណ្ដុះបណ្ដាលវគ្គបណ្ដុះបណ្ដាលខាងកសិដ្ឋានអភិសិទ្ធណាក្រមគម្រោងដឹកនាំរបស់អភិសិទ្ធអញ្ចឹងខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពឲ្យអស់ពីលទ្ធភាពក្នុងការដឹកនាំដូចជាការបញ្យល់ដាំចែករំលែកគំនិតនិងចំណេះដឹងផ្នែកដាំនេះទោះបីជាខ្ញុំមិនមែនជាអ្នកកសិកម្មក៏ដោយបាទហើយខ្ញុំដូចជម្រាបជូនបងប្អូនអញ្ចឹងខ្ញុំជាអ្នកច្បាប់ទេឯកទេសរបស់ខ្ញុំគឺច្បាប់បាទតែខ្ញុំចូលចិត្តស្រាវជ្រាវពេលតនេបាទហើយចំណេះដឹងនេះខ្ញុំបានមកពីប្រទេសថៃបានមកពីម៉ាឡេបានមកពីភីលីពីនដែលមិត្តភ័ក្តិខ្ញុំគេដាំដំណាំហ្នឹងណាខ្ញុំបានការមិនតាន់មានកូវីដ -19 ខ្ញុំបានទៅលេងទៅអីចឹងទៅក៏សុំគេរៀនបាទរៀនដាំបាទរៀនសម្គាល់ដំណើរខ្យល់រៀនស្គាល់អំពីជំងឺរបស់វារៀនស្គាល់របៀបដាំយើងរៀនវិធីច្រើនអំពីដំណាំប្រភេទនេះហើយក៏បានសិក្សាអំពីពូជវាច្រើនហើយណាមួយម្ដាយរបស់ខ្ញុំគាត់នៅអាមេរិកញូវយ៉កបាទហើយប្អូនខ្ញុំគាត់រស់នៅទីហ្នឹងហើយគាត់មានមិត្តភ័ក្តិដែលជាជនជាតិដើមមកពីគ្រួសាររ៉ូសាហ្ស៊ីយ៉ាហ្នឹងគឺគេដាំអាដំណាំហ្នឹងបាទអញ្ចឹងហើយបានខ្ញុំចង់វិនិយោគលើដំណាំហ្នឹងក៏បាទប្អូនប្រុសរបស់ខ្ញុំប្អូនថ្លៃរបស់ខ្ញុំម្ដាយរបស់ខ្ញុំបាទបងថ្លៃរបស់ខ្ញុំអីហ្នឹងគាត់ក៏ស្វះស្វែងរកពូជ strawberry ដែលអាចដាំនៅស្រុកខ្មែររបស់យើងបាទនៅក្នុងស្រុកខ្មែរយើងបានបាទរយៈពេល7ឆ្នាំនេះគឺមិនថាយើងនៅចាស់ទុំទេក្នុងការដាំដំណាំនេះគាត់ថាខ្ញុំគិតថាយើងដាំបដាសិក្សាបដាបាទហើយកសិស្រុកយើងវាថ្មីហើយប្លែករហូតអញ្ចឹងធ្វើឲ្យការដាំរបស់ខ្ញុំមិនថាខ្ញុំបច្ចេកទេសខ្ពស់អីគាត់តែយើងដឹងថាពេលណាដែលត្រូវដាំពេលណាមិនដាំបាទយើងថែទាំវាយ៉ាងម៉េចនៅពេលដែលមានជំងឺយើងការពារវាយ៉ាងម៉េចបាទអញ្ចឹងរយៈពេល7ឆ្នាំនេះមិនមែនថាយើងមិនជួបបញ្ហាទេនិយាយទៅយើងជួបបញ្ហារាល់តែឆ្នាំប៉ុន្តែគាត់ថាយើងជួបបញ្ហាដោះស្រាយបញ្ហាតាន់ពេលវេលាអញ្ចឹងណាបាទហ្នឹងហើយយើងក៏តែមានវិធីសាស្ត្របាទក្នុងការដាំដំណាំប្រភេទនេះទៅតាមពូជទៅតាមតំបន់បាទអញ្ចឹងបងប្អូនដែលមានចម្ងល់ចង់សួរនាំអីអាចឆាតសួរខ្ញុំបានមិនថាជាអតិថិជនរបស់អាភិសិទ្ធឬក៏អតិថិជនរបស់អាភិសិទ្ធគឺខ្ញុំរីករាយអំណរសាទរនៅពេលដែលបងប្អូនចង់ដាំដំណាំប្រភេទនេះបាទយើងប្រឹក្សាមុននឹងដាំចង់ដាំណាបាទនិយាយទៅយើងដាំទៅវាល្អម្យ៉ាងដែរបាទយើងកំណំចូលពីគេអីហើយដីយើងដាំឆ្ងាញ់ណាផ្លែ strawberry ហើយខាងខ្ញុំមានច្រើនពូជបាទហើយយើងក៏បានលក់ចែកចាយទៅដល់ទីផ្សារច្រើនដែរអញ្ចឹងខ្ញុំសូមបញ្ចប់คลิปតែប៉ុណ្្នឹងចាស់បើមានបញ្ហាឆ្ងល់អីសូមសួរបាទណាតាម Facebook ក៏បានតាម Telegram ក៏បាន